ប្រទេសបារ៉ែនបានដាក់សេចក្តីព្រាងច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីសូមការអនុញ្ញាតឲ្យប្រើប្រាស់រដ្ឋមធ្យោបាយរួមទាំងកម្លាំងយោធាដើម្បីការពារនាវាពាណិជ្ជកម្មនៃច្រកសមុទ្រ Hormuz ដោយសារមូលហេតុនៃភាពតានតឹងនៃច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសកលត្រូវបានអ៊ីរ៉ង់ព្រមានបាញ់កំទេចរាល់នាវាដែលឆ្លងកាត់ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលសេចក្តីព្រាងនេះទទួលការគាំទ្រពីអាមេរិកនិងបណ្ដាប្រទេសអារ៉ាប់ដោយផ្អែកលើជំពូកទី7នៃរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យប្រើកម្លាំងទ័ពក្នុងករណីមានការគំរាមកំហែងសន្តិសុខអន្តរជាតិប៉ុន្តែអ្នកការទូតយល់ថាសំណើនេះពិបាកនឹងអនុម័តបានណាស់ព្រោះរុស្ស៊ីនិងចិនដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ទំនងជានឹងប្រើសិទ្ធិវេតូជំទាស់ចំណែកឯជំរើសទី2នោះគឺប្រទេសបារាំងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយទៀតដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវការទូតនៅពេលដែលស្ថានភាពមានភាពធូរស្រាលជាងនេះសូមអរគុណ